សួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការនៅ game C-Sharp មួយគឺ Lucky Number ហើយខ្ញុំមកពីក្រុម ASIC 4 ឥឡូវយើងទៅមើលកូដនេះទាំងអស់គ្នានេះគឺជាកូដLucky Number យើងធ្វើការរ៉ាំវាមកចឹងខ្ញុំដាក់ឈ្មោះខ្ញុំចឹង Lucky Number របស់ខ្ញុំគឺអានេះគឺ1149 S នេះគឺជាលេខដែលមាននៅក្នុងកូដចឹង15 166ចឹង Lucky Number របស់ខ្ញុំតែមួយចឹងខ្ញុំនឹងធ្វើការទៅសេ switch number បន្ថែមដើម្បីបញ្ជាក់ថាលេខ6ហ្នឹងវានឹងចេញអ្វីហើយខ្ញុំបានធ្វើការទៅសេ switch ហើយគឺនេះគឺ switch lucky case មួយគឺភាពជាអ្នកដឹកនាំឯករាជ្យដោយសារតែវាជា font ខ្មែរហ្នឹងវាពិបាក display តិច case 2គឺការសហការតរយៈភាព case 3ភាព switch ទី3នៅក្នុង switch ហ្នឹងការតំណងទី4ស្ថិរភាពវិន័យទី5គឺvềភាពការផ្សងព្រេង6ការទទួលខុសត្រូវគ្រួសារប្រាជ្ញាទី6គឺការទទួលខុសត្រូវគ្រួសារទី7ប្រាជ្ញាការវិភាគភាពស្ងប់ចិត្តទី8ភាពជោគជ័យជំនួយតបសម្បត្តិហើយទី9គឺមេត្តាករុណាការផ្ដល់ស្អីសង្គមអញ្ចឹងយើងធ្វើការមករ៉ានវាទាំងអស់គ្នាគឺមុនហ្នឹងយើងរ៉ានមកគឺដាក់ទី number របស់ខ្ញុំគឺលេខ6អញ្ចឹងយើងធ្វើការរ៉ានមកខ្ញុំធ្វើការដាក់ឈ្មោះខ្ញុំហ្នឹងគឺលេខ6ចឹងវានឹង display ថាការទទួលខុសត្រូវនឹងគ្រួសារចឹងវាត្រូវនឹងលក្ខខណ្ឌទី6 case នេះចឹង switch របស់ខ្ញុំគឺទៅសេមកគឺបានជោគជ័យចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹង